ភាពស្មោះត្រង់មិនមែនគ្រាន់តែជាការដែលយើងនិយាយថាខ្ញុំស្មោះមួយអ្នកណូសម្រាប់ខ្ញុំគឺណូខ្ញុំកម្រនិយាយពាក្យថាខ្ញុំស្មោះជាមួយគេខ្ញុំអត់ចង់និយាយទេព្រោះពាក្យហ្នឹងវាមានតម្លៃវាមានជំរឿបើនិយាយទៅក៏វាអត់បង្ហាញអស់ពាក្យមួយហ្នឹងគឺវានៅក្នុងបេះដូងរបស់ខ្ញុំហ្មងបើមិនជាខ្ញុំស្មោះត្រង់ខ្ញុំចង់ប្រាប់អ្នកថាខ្ញុំស្មោះត្រង់ជាមួយអ្នកគឺក្នុងអារម្មណ៍របស់ខ្ញុំគឺខ្ញុំស្មោះត្រង់ចេញពីក្នុងចិត្តទីជម្រៅនៃចិត្តរបស់ខ្ញុំមិនហ៊ានសម្បីតែគិតហើយពេលខ្លះបើមិនជាគំនិតមិនល្អណាមួយកាត់ឡើងចេញមកគឺខ្ញុំតេះដៀខ្លួនឯងហ្មងថាគិតគំនិតបែបហ្នឹងអត់ថ្លៃខ្នោទេចឹងភាពស្មោះត្រង់គឺនៅក្នុងជម្រៅចិត្តរបស់យើងពេលខ្លះអត់ចាំបាច់និយាយពេលខ្លះគេសួរឲ្យមិននិយាយទៀតពាក្យស្រឡាញ់នេះដូចគ្នាមិនបាច់និយាយវានៅក្នុងចិត្តរបស់យើងហើយវាចេញតាមរយៈការសកម្មភាពរបស់យើងដែលយើងខំប្រឹងប្រែងនេះដូចមនុស្សស្រឡាញ់គ្នាពីរនាក់ចឹងអត់និយាយទេតែប្រឹងណាមួយថ្ងៃប្រឹងដើម្បីចង់ធ្វើអីមួយដើម្បីមនុស្សដែលខ្លួនស្រឡាញ់មិនដែលយកភ្នែកទៅមើលអ្នកណាផ្សេងទេមិនដែលមានគំនិតគិតថាវៀងចេញពីផ្លូវមួយហ្នឹងឯងហ្នឹងឯងភាពស្មោះត្រង់ទោះបីជាមានអ្វីដែលវាអស្ចារ្យខ្លាំងនៅកាត់ពីមុខយើងក៏មិនអាចទាញចំណាប់អារម្មណ៍របស់យើងបានដែរអាហ្នឹងហើយគេហៅមនុស្សដែលមានភាពស្មោះត្រង់